មានបងជាច្រើនគាត់បានឆានមកសួរខ្ញុំថាបងតើធ្វើមិនទៅព្រៀនបកាតើធ្វើមិនទៅបន្ទិញមេរៀនឆាប់ចាំតាមពិតទៅខ្ញុំមិនមែនជាសិស្សបកាអីទេតែខ្ញុំអាចយកមករួចខ្លួនបានពេលដែលប្រឡងបាត់រូបអីចឹងខ្ញុំថ្ងៃនេះខ្ញុំមកចង់បកស្រាយនៅសំណួរដែលបងប្អូនបានសួរខ្ញុំទាំងអស់ឲ្យបានដឹងទាំងអស់គ្នាក្នុង page តែម្ដងទៅចឹងមុននឹងដល់ការចាប់ផ្ដើមសង្ឃឹមថាអ្នកគ្នាកុំភ្លេចជួយ follow page ខ្ញុំម្នាក់មួយផងនិង share ឲ្យមិត្តភ័ក្តិអ្នកគ្នាបានឃើញម្នាក់មួយផងជាទូទៅដើម្បីយើងរៀនឬក៏ទន្ទិញមេរៀនឆាប់ចាំអ្នកគ្នាមានតិចនិចអីច្រើនណាស់ទេទៅតាមលក្ខណៈទូទៅរបស់អ្នកគ្នាដែលអ្នកគ្នាគិតថាទន្ទិញពេលណាចាំទន្ទិញបែបណាចាំជាទូទៅគេណែនាំឲ្យយើងទិញពេលព្រឹកម៉ោង5ម៉ោង4នេះទៅជាការប៉ុណ្ណាពេលហ្នឹងវាខួរក្បាលយើងរីកល្អមែនតើអ្នកគ្នាអាចទិញឆាប់ចាំក៏ប៉ុន្តែចំពោះសិស្សខ្លះទៀតពួកគាត់អត់អាចទិញពេលហ្នឹងចាំទេគាត់ងុយគេងអញ្ចឹងគាត់ត្រូវការគេងដល់ម៉ោង6ទំនើបអញ្ចឹងណាអញ្ចឹងមួយវិញទៀតដើម្បីទិញមេរៀនចាំខ្ញុំចែកម្លែកតិចៗរបស់ខ្ញុំហើយសិស្សទូទៅអាចប្រើប្រាស់បានទាំងអស់គ្នាមិនថាបែបណាក៏ដោយពេលដែលនៅសាលាអ្នកគ្នាជួបជុំមិត្តភ័ក្តិអ្នកទាំងអស់គ្នាអាចសរសេរជាសំណួរនិងចម្លើយឲ្យសួរគ្នាទៅវិញទៅមកម្នាក់សួរម្នាក់ឆ្លើយសួរគ្នាម្ដងម្នាក់អញ្ចឹងទៅធានាថាសំណួរហ្នឹងអ្នកគ្នាចាំអត់មានថ្ងៃផ្លេចទេក្នុងអំឡុងពេលអ្នកគ្នាពងរៀនទី12នឹងចាំដល់ថ្ងៃប្រឡងបាក់ឌុបហើយមួយវិញទៀតអ្នកគ្នាសរសេរសំណួរមួយចម្លើយនៅក្រោមអ្នកគ្នាអានសំណួរឆ្លើយចម្លើយអានសំណួរឆ្លើយចម្លើយមិនបាញ់តែងច្រើនពេកទេមួយថ្ងៃតែ2សំណួរ3សំណួរហ្នឹងឲ្យតែចាំទៅទំនំដល់ថ្ងៃបាក់ឌុបអ្នកគ្នាអាចចាំបានច្រើនសំណួរឬក៏ច្រើនចម្លើយហើយមួយវិញទៀតចំពោះការរៀនដើម្បីទទួលបានលទ្ធផលល្អក៏ដូចជាដើម្បីការចងចាំមេរៀនឬក៏គ្រប់មេរៀនបានច្រើនណាពេលកំពុងរៀនទី12អ្នកគ្នាត្រូវចេះកំណត់កាលវិភាគរៀនឲ្យបានត្រឹមត្រូវអ្នកគ្នាអាចលេងថែកបានទេបាក់ឌុបអ្នកគ្នាប្រឡងបានតែម្ដងទេអ្នកគ្នាហើយអ្នកគ្នាអាចបកក្រោយទៅការប្រឡងបានទេអ្នកគ្នាចង់បកក្រោយលុះត្រាតែគ្នាប្រឡងធ្លាក់ហើយអ្នកគ្នាសាកសម័យទស្សនវិជ្ជានឹងមើលពេលដែលអ្នកគ្នាប្រឡងធ្លាក់អ្នកគ្នាត្រូវជួបនៅរឿងគេខ្លះអ្នកគ្នាត្រូវជួបឥឡូវតសាច់រឿងរបស់យើងវិញការកំណត់កាលវិភាគហ្នឹងអ្នកគ្នាត្រូវកំណត់កាលវិភាគពីថ្ងៃច័ន្ទដល់ថ្ងៃអាទិត្យអ្នកគ្នាថ្ងៃច័ន្ទទន្ទិញអីថ្ងៃអង្គារទន្ទិញអីរហូតដល់ថ្ងៃអាទិត្យអញ្ចឹងអ្នកគ្នាកំណត់ពេលវេលាច្បាស់លាស់កុំលេងសើចតែលេងសើចគឺធ្លាក់ហើយមួយវិញទៀតពេលដល់ចូលដល់មណ្ឌលប្រឡងអ្នកគ្នាមិនភ័យអីទេព្រោះថាប្រឡងទាំងអស់ហ្នឹងគេអត់មានកាប់សម្រាប់យើងទេគ្រាន់តែប្រឡងធម្មតាជាទូទៅការប្រឡងអ្នកគ្នាច្បាស់ជាភ័យតិចតួចក៏ប៉ុន្តែខ្ញុំលើកឲ្យទឹកចិត្តឲ្យអ្នកទាំងអស់គ្នាប្រមូលអារម្មណ៍គិតថាគេមកប្រឡងដូចយើងថ្មីដូចយើងដែរគ្មានតែគេធ្លាប់ប្រឡងបាក់ឌុបដូចយើងទេព្រោះអីចំនួនជាមួយគ្នាទេអញ្ចឹងធ្វើអារម្មណ៍ឲ្យសប្បាយរាក់ទាក់ជាមួយនឹងមិត្តរួមបន្ទប់ក៏ដូចជាអ្នកស្គាល់គ្នានៅកណ្ដឹងទៅនិយាយគ្នាច្រើនទៅដើម្បីបន្លប់ការភ័យហើយមួយវិញទៀតមិនបាច់ខ្លាចអនុរិយទេអ្នកគ្នាអនុរិយអត់ធ្វើអីយើងទេបើសិនជាយើងអត់ខុសបើសិនជាយើងអត់មើលប្រយ៉ងអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេសង្ឃឹមថាអ្នកទាំងអស់គ្នានឹងទទួលបានលទ្ធផលល្អនៃការប្រឡងបាក់ឌុបខាងមុខហើយតែមេរៀនឆាប់ៗទាំងអស់គ្នាបាយបាយអ្នកទាំងអស់គ្នា